មានបរោះពីរនាក់គាត់គឺជាមិត្តសម្លាញ់នឹងគ្នាថ្ងៃមួយគាត់បានដើរបបាញ់សត្វគាត់បានដើរចូលព្រៃហើយមុននឹងទៅដល់ព្រៃហ្នឹងគាត់ក៏និយាយគ្នាពិភាក្សាគ្នាបណ្ដើដោយបរោះទី1ហ្នឹងគាត់និយាយថាឥឡូវពួកយើងហ្នឹងអាយុកាន់តែច្រើនហើយកាន់តែចាស់ហើយអញ្ចឹងយើងគួរតែរកភរិយាដើម្បីកសាងគ្រួសារកសាងអនាគតដូចគេដូចឯងតើឯងគិតយ៉ាងម៉េចដែរអញ្ចឹងបរិះទី2គាត់ក៏យល់ស្របថាឥឡូវយើងរកទៅតែទៅរកនៅណាដោយសារយើងនឹងអត់ដែលមានតំណែងតំណងជាមួយមនុស្សស្រីទេអញ្ចឹងឥឡូវអញ្ចឹងទៅឯងទៅរកខាងត្បូងខ្ញុំទៅរកខាងជើងបរិះទី1គាត់និយាយអញ្ចឹងបរិះទី1គាត់ទៅខាងជើងពេលដែលទៅដល់ជួបនារីមួយដែលស្រស់ស្អាតចរិយារំទុំតែរងហៃសូបន្តិចអញ្ចឹងគាត់នឹងគឺធ្វើអ្វីក៏ដើម្បីទៅលុយដែរអញ្ចឹងបើមនុស្សណាអត់មានលុយទេគាត់អត់នឹងរវិះរវល់ជាមួយទេហើយបរិះទី1ក៏គាត់ជាមនុស្សខ្វះខាតជាមនុស្សក្រីក្រក៏ប៉ុន្តែគាត់នឹងមានគំនិតក្នុងការរៀបចំទុកដាក់មានគំនិតក្នុងការរកស៊ីប៉ុន្តែគាត់ក៏អត់មានដើមទុនដើម្បីរកស៊ីទេគាត់មានតែគំនិតមួយមុខតែប៉ុណ្ណោះចំណែកឯបរិះទី2វិញគាត់ទៅខាងត្បូងក៏ជួបនារីម្នាក់គាត់ស្លូតគាត់សុភាពគាត់មិនសូវចេះហៃសូតែគាត់ជានារីគ្រប់លក្ខដែលចេះរៀបចំទុកដាក់ទ្រព្យសម្បត្តិសម្ភារៈផ្សេងឲ្យមានរបៀបរៀបរយអញ្ចឹងអ្នកទាំងពីរក៏បានរៀបការជាប្តីប្រពន្ធរៀងខ្លួនទៅលុះថ្ងៃមួយអ្នកទាំងពីរក៏បានបបួលគ្នាទៅដើរបបាញ់សត្វម្ដងទៀតអញ្ចឹងពេលដែលដើរបបាញ់សត្វហើយគាត់ពិភាក្សាគ្នាថាមិនហើយរឿងក្រុមគ្រួសារប្រពន្ធកូនអីដល់ណាដល់ណីហើយឬការរកស៊ីអីផ្សេងបរិះទី1ក៏កវីក្បាលខ្ញុំទៅមិនរួចទេជីវភាពខ្ញុំគឺខ្វះខាតខ្លាំងណាស់ទោះបីជាខ្ញុំប្រឹងរលុយរកកាក់រទ្រព្យសម្បត្តិយ៉ាងណាក៏មិនដែលសល់ដោយសារតែប្រពន្ធរបស់ខ្ញុំគាត់ហៃសូគាត់ប្រកែក្នុងការចាយវាយគាត់អត់សូវចេះរៀបចំទុកដាក់ទេចឹងខ្ញុំពិបាកណាស់រងថ្ងៃចង់ទៅលេងប្រពន្ធទេតែមិនដឹងធ្វើម៉េចបើលេងទៅខ្លាចញាតិមិត្តសើចំអកខ្លាចបងប្អូនគេពេបជ្រាយចឹងមានតែទ្រាំនៅបន្តទៀតចំណែកឯបរិះទី2វិញគាត់និយាយថាខ្ញុំរងថ្ងៃមានទ្រព្យសម្បត្តិគួរសមតែបងប្រពន្ធខ្ញុំគាត់អត់ចេះតុបតែងខ្លួនទេមុខមាត់អីផ្សេងអត់ចេះរៀបចំខោអាវសម្លៀកបំពាក់អីគិតរញ៉េញ៉ាយមើលទៅដូចជាអ្នកក្រីក្រខ្វះខាតមិនទេចឹងខ្ញុំក៏មិនពេញចិត្តគាត់ប្រហែលទេរងថ្ងៃដោយសារគាត់អត់ចេះរៀបចំទុកដាក់អត់ចេះមើលថែរក្សាសម្រស់ដើម្បីលើកមុខមាត់ប្តីតោះអញ្ចឹងក៏ចាប់ទៅអ្នកទាំងពីរក៏លេងនិយាយពីរឿងក្រុមគ្រួសារទៀតហើយគេក៏ដើរបបាញ់សត្វធម្មតាទៅដល់ពេលថ្ងៃមួយអ្នកទាំងពីរបាននាំប្រពន្ធរៀងខ្លួនទៅជួបគ្នានៅកន្លែងកន្លែងហូបកន្លែងភោជនីយដ្ឋានមួយសម្រាប់ហូបអាហារប៉ុន្តែភោជនីយដ្ឋានហ្នឹងគឺសមរម្យអត់មានតម្លៃថ្លៃឬក៏អីទេគឺសមរម្យដូចគេដូចឯងអញ្ចឹងអ្នកទាំងពីរក៏ជជែកគ្នាចុះឡើងហើយប្រពន្ធបរិះទី1ក៏ឃើញប្រពន្ធបរិះទី2ក៏រាំងតែងខ្លួនកញ៉េងកញ្ញាងញ៉ៃញ៉ាយមើលទៅមិនចូលភ្នែកសោះគាត់ក៏និយាយឌៀមដាមថាប្តីណែឯងមានប៉ុណ្ណឹងដែរមានទ្រព្យសម្បត្តិលុយកាក់ប៉ុណ្ណឹងដែរហេតុអីក៏មិនចេះរៀបចំខ្លួនរៀបចំប្រាណឲ្យបានស្អាតបាតដូចគេដូចឯងមើលទៅសក់ប្រទីកន្ទ្រើងមើលទៅខោអាវយិកយៈអូមើលទៅដូចជាអ្នកសំទៀនមិនទេមើលមិនយល់សោះអញ្ចឹងនាងជាប្រពន្ធបរិះទី2ក៏មិនមាត់វែងឆ្ងាយដែរគាត់ក៏ញឹមធ្វើធម្មតាគាត់អត់ខ្វល់អ្នកណានិយាយអីក៏និយាយទៅហើយបន្ទាប់មកទៀតក៏ពួកគេក៏ហូបអាហាររៀងខ្លួនពួកគេក៏ហូបពេលហូបឆ្អែតហើយគឺបរិះទី2គាត់សុំទៅបន្ទប់ទឹកដោយសារបន្ទប់ទឹកក៏រាំងឆ្ងាយដែរនៅខាងក្រោយភោជនីយដ្ឋានគេណោះអញ្ចឹងទៅមកសន្ទុះក៏បរិះទី2ហ្នឹងគាត់ក៏ទៅតាមចង់និយាយថាគាត់ទៅបន្ទប់ទឹកដូចគ្នា
ចឹងពេលដែលទៅក៏ជួបប្រពន្ធរបស់បរិសទី1ឃើញនាងចេះតុបតែងខ្លួនស្អាតបាតក៏និយាយចោះនិយាយឡើងថាឥឡូវបងមានលុយមានទ្រព្យមានរបស់របរប្រើប្រាស់គ្រប់បែបយ៉ាងតើអូននឹងមកនៅជាមួយបងបានទេចឹងពេលនោះនាងប្រពន្ធរបស់បរិសទី1ក៏សម្រាប់ចិត្តភ្លាមទៅឲ្យតែបងព្រមទទួលយកអូនចឹងពេលនោះក៏និយាយត្រូវគ្នាហើយក៏ពួកគេទាំងពីរក៏ត្រឡប់មកវិញមកកន្លែងហូបចុកវិញចំណែកបរិសទី1ហើយនឹងប្រពន្ធរបស់បរិសទី2ហ្នឹងក៏សំណេះសំណាលគ្នាពីនេះពីនោះទៅហើយក៏ដឹងរឿងរ៉ាវទាំងអស់គ្នាទៅបរិសទី1ក៏សរសើរថានាងនឹងល្អណាស់ចេះរៀបចំទុកដាក់ទ្រព្យសម្បត្តិចំណែកប្រពន្ធគាត់វិញគឺអត់សូវចេះទុកដាក់ទេចេះតែចាយវាយប្រៀបដូចជាស្រីកញ្ជើធ្លុះអញ្ចឹងហើយមកស្ទុះក្រោយមកក៏ប្រពន្ធរបស់បរិសទី1ហើយនឹងបរិសទី2ហ្នឹងក៏មកជុំគ្នាធម្មតាវិញអញ្ចឹងពេលនោះបរិសទី2ក៏និយាយទៅបរិសទី1ថាឥឡូវសុំដូរប្រពន្ធមិនដែរសម្លាញ់ពេលនោះប្រពន្ធរបស់បរិសទី2ហើយនឹងបរិសទី1ក៏ចាប់ដើមភ្ញាក់ខ្លួនព្រឺតថាយីដូរប្រពន្ធដូរប្តីយ៉ាងម៉េចខ្ញុំមិនដែរយល់មិនដែរដឹងមិនយល់អីសោះចឹងក៏ពេលនោះនាងជាប្រពន្ធរបស់ពេលនោះនាងជាប្រពន្ធរបស់បរិសទី1ក៏និយាយថាមានអីពិបាកបងហើយបងឯងយកប្រពន្ធបងបរិសទី2ទៅហើយចំណែកខ្ញុំជាប្រពន្ធបងឯងហ្នឹងសុំទៅយកបងបរិសទី2វិញម្ដងដល់យើងដោះដូរគ្នាអញ្ចឹងពេលនោះក៏បាត់មាត់មកស្ទុះបរិសទី1ក៏និយាយថាអីមិនសមសោះមិនដែលឮមិត្តភ័ក្តិដោះដូរប្រពន្ធមិត្តភ័ក្តិមិនបដូរគ្នាមិនទេអត់យល់អត់ដឹងអត់ដែលឮទេចំណែកឯនាងជាប្រពន្ធរបស់បរិសទី2ក៏និយាយថាបងមិនគួរអញ្ចឹងទេយើងជាស្ត្រីខ្មែរយើងជាខ្មែរអញ្ចឹងយើងត្រូវរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរមិនគួរមកដោះដូរគ្នាដូចជាតំណែងយ៉ាងម៉េចវាអត់សមពេលនោះក៏បរិសទី2ក៏ត្រូវទៅដូរព្រោះអីអូនឯងនឹងមិនដែលបានលើកមុខលើកមាត់ឲ្យបងម្ដងណាទេគឺទៅណាមកណាគឺអត់ចេះរៀបចំតុបតែងខ្លួនញ៉ៃញ៉ៃយាក់មើលទៅដូចអត់ចូលផ្នែកអត់ចោះចំណងគេសោះចឹងពួកឲ្យបងនឹងបាក់មុខបាក់មាត់ក្នុងនាមបងអ្នករស់ស៊ីបើបានប្រពន្ធអញ្ចឹងអត់ចេះចាត់ចែងតុបតែងខ្លួនអញ្ចឹងគឺអាប់មុខអាប់រិស័យបងអញ្ចឹងបងត្រូវទៅដូរពេលនោះបរិសទី1ហើយនឹងប្រពន្ធរបស់បរិសទី2ក៏មិនដឹងនិយាយមិនឲ្យឈ្នះក៏ដូរទៅប៉ុន្តែគេសួរថាចុះបើដូរហើយសំខាន់បងបរិសទី1គាត់ព្រមទទួលខ្ញុំអត់ហើយបរិសទី1ក៏និយាយថាប្រពន្ធរបស់បរិសទី2ហ្នឹងព្រមយកគាត់ធ្វើជាស្វាមីអីដែរអត់ចឹងពេលនោះក៏ត្រូវរើគ្នាហើយក៏យកព្រមយកទាំងអស់គ្នាទៅបន្ទាប់ពីត្រូវរោគ្នាហើយអ្នកទាំង4នាក់ក៏លាគ្នាទៅផ្ទះរៀងៗខ្លួនទៅចំណែកឯបរិសទី1ដែលបានប្រពន្ធជាមនុស្សមិនចេះតុបតែងខ្លួនតែជាអ្នកដែលចេះរៀបចំទុកដាក់សម្ភារៈទ្រព្យសម្បត្តិផ្សេងពេលដែលនាងទៅដល់ផ្ទះនាងឃើញរបស់របររញ៉េរញ៉ៃក៏រៀបចំស្អាតបាតចឹងពេលនោះបរិសជាប្តីគាត់មានការពេញចិត្តជាខ្លាំងព្រោះថាគាត់មិនដែលបានឃើញផ្ទះសម្បែងមានរបៀបរៀបរយយូរមកហើយតាំងពីបានប្រពន្ធនាងជាប្រពន្ធបរិសទី1នឹងមកម្លេះបន្ទាប់មកទៀតក៏បរិសប្រពន្ធរបស់បរិសទី2ក៏ណែនាំប្តីឲ្យចេះរចេះប្រឹងចេះសន្សំទុកដាក់ផ្សេងពេលនោះបរិសជាបរិសទី1ក៏ធ្វើតាមនាងនិយាយប្រាប់ទាំងអស់ដោយមិនដែលប្រកែកក្វែកញែកអីទេហើយលោកបរិសទី1ក៏ខំធ្វើការដោយមិនសន្សំចាយកម្លាំងទេប្រឹងរហូតបាន1ឲ្យប្រពន្ធបាន2ឲ្យប្រពន្ធទាំងអស់មិនដែលបានកាប់កេងលួចលាក់ទ្រព្យសម្បត្តិឬក៏លុយកាក់អីប្រពន្ធទេចឹងចំណែកឯបរិសទី2បាននាងជានារីរូបស្អាតហៃសូមកក៏ពេលទៅដល់ផ្ទះមិនទាន់បានប្រហែលថ្ងៃផងគឺរបស់របរខ្ចាត់ខ្ចាយពេញផ្ទះពេញសម្បែងមើលទៅរញ៉េរញ៉ាយដល់ហើយចឹងប៉ុន្តែនាងនឹងរូបរាងស្អាតចេះតុបតែងខ្លួនពេលដែលប្តីទៅណាម្ដងមកវិញគឺទារកតលុយទារកតែគ្រឿងក្អូបគ្រឿងសម្អាងផ្សេងដើម្បីនាងបានតុបតែងខ្លួនចឹងមិនយូរប៉ុន្មានបរិសទី2ក៏ខ្សត់ខ្សោយទៅខាតបង់ទ្រព្យសម្បត្តិខាតបង់លុយកាក់ផ្សេងបន្តិចម្ដង
ហើយចំណែកបរិះទី1នឹងនាងជានារីប្រពន្ធរបស់បរិះទី2អតីតប្រពន្ធបរិះទី2ក៏ចាប់ផ្ដើមមានទ្រព្យសម្បត្តិម្ដងបន្តិចមានគោមានក្របីមានដីស្រែជ្រូកមន្ទាអីច្រើនជាច្រើនគួរសមអាចគិតថាជាអ្នកទូធាបាននៅក្នុងភូមិហ្នឹងអញ្ចឹងលុះយូរទៅក៏បរិះទី1ក៏នឹងភរិយាក៏មានខ្ញុំបំរើមានបាវព្រាវផ្សេងជួយជាដៃជាជើងសម្រាប់ធ្វើស្រែធ្វើចំការអីលាក់អញ្ចឹងទៅហើយអ្នកទាំងពីរក៏បើកមុខរបរមួយគឺមុខរបរបណ្ដាក់ទុនលក្ខណៈថាស្រូវអង្ករអោយប្រជាជននៅក្នុងស្រុកក្នុងភូមិនឹងគាត់ខ្ចីបុលហើយខ្ចីឆ្នាំនេះគឺឆ្នាំក្រោយគឺសងជាស្រូវជាអីមកវិញអញ្ចឹងទៅដោយយកការប្រាក់ទាបកម្រៃទាបទេអត់យកច្រើនទេចំណែកស្រុកនៅភូមិក៏មានការសប្បាយចិត្តមានការអបអរសាទរជាមួយអ្នកទាំងពីរដែលមានចិត្តសប្បុរសធម៌ចេះជួយអ្នកក្រចេះយកចិត្តទុកដាក់ស្គាល់ទុកធរៈអ្នកចិត្តខាងអីអញ្ចឹងទៅហើយមិនយូរប្រហែលអ្នកទាំងពីរជាបរិះទី1នឹងប្រពន្ធក្រោយរបស់គាត់នឹងក៏មានជីវភាពកាន់តែធូរធារទៅទោះបីជាអ្នកទាំងពីរមិនបានធ្វើការងារអីក៏មិនខ្វះរបស់ហូបមិនខ្វះរបស់ចាយដោយសារតែអ្នកទាំងពីរបានបើកមុខរបរដែលអ្នកស្រុកអ្នកភូមិគេធ្វើឲ្យគាត់ជាអ្នកចាំទទួលផលតែប៉ុណ្ណឹងហើយចំណែកឯបរិះទី2នឹងភរិយាថ្មីរបស់គាត់នឹងក៏កាន់តែខ្សត់ទៅថ្ងៃមួយក៏នាំភរិយាដើរមកជួបបរិះទី1ហើយក៏បានសុំខ្ចីលុយខ្ចីកាក់ក៏ដូចជាខ្ចីអង្គដើម្បីយកទៅដោះស្រាយក្នុងគ្រួសារចំណែកឯបរិះទី1ក៏ព្រមអោយហើយដោយមិនបានគិតជាការជាអីទេគឺអោយដោយចិត្តស្មោះពេលនោះនាងជាប្រពន្ធរបស់បរិះទី1ពីមុនហើយនឹងត្រូវជាអតីតរបស់ប្រពន្ធបរិះទី2សប្តាហ៍ថ្ងៃក៏មានការអៀនខ្មាស់ចំពោះបរិះទី1ដែលមិនចេះរៀបចំទុកដាក់សម្ភារៈសម្ភារៈរបស់របរប្រើប្រាស់ផ្សេងចឹងធ្វើឲ្យមានការដោះដូរដោយសារតែចិត្តមនសិការដោយសារតែចិត្តលោភលន់មកពេលហើយបរិះទី2ក៏សោកស្ដាយដូចគ្នាដែលដោះដូរជាមួយដោះដូរប្រពន្ធដោយឃើញតែរូបសម្រស់ការតុបតែងខ្លួនមិនឃើញពីចិត្តគំនិតមិនឃើញពីការរៀបចំទុកដាក់សម្ភារៈអីផ្សេងក្នុងការទុកដាក់របស់របរប្រើប្រាស់ទេហើយក្រោយមកទៀតក៏គេទាំងពីរក៏ខ្មាស់អៀនលេងបានទៅជួបបរិះទី1នឹងអតីតភរិយារបស់បរិះទី2ហើយអ្នកទាំងពីរក៏ចាកឆ្ងាយទៅលេងបានទៅអ្នកតំណងគ្នាជាមិត្តសម្លាញ់អីដូចមុនទៀតទៅចំណែកឯបរិះទី1នឹងភរិយាថ្មីរបស់គាត់ក៏ខ្លាចជាសេដ្ឋីមានរបស់របរប្រើប្រាស់មានខ្ញុំបំរើបាវព្រាវផ្សេងពីមុខពីក្រោយពេញស្រុកពេញភូមិគាត់ល្បីល្បាញទៅឈ្មោះរហូតដល់លោកបានចូលទៅបំរើទៅជាជំនួយការរបស់ព្រះមហាក្សត្រចឹងព្រះមហាក្សត្រក៏ឲ្យក៏រមងាឲ្យនាមរបស់លោកថាជាដង្ខៅគោដង្ខៅក្របីដែលមានទ្រព្យសម្បត្តិច្រើនហូរហៀហើយនឹងអាចជួយផ្គត់ផ្គង់ជួយប្រជាជនឲ្យមានមុខរបរមានការងារធ្វើមានលុយកាក់ប្រាក់កាសធ្វើឲ្យភូមិរបស់គាត់នឹងមានការរីកចម្រើនរីកលូតលាស់ទាំងវិស័យកសិកម្មទាំងវិស័យពាណិជ្ជកម្មការជួញដូរផ្សេងគឺកាន់តែរីកចម្រើនចឹងព្រះមហាក្សត្រទ្រង់ក៏ប្រទានគោរមងារជាដង្ខៅឲ្យបរិះទី1និងភរិយាថ្មីរបស់គាត់ចំណែកឯអ្នកទាំងពីរក៏ធ្វើបន់ធ្វើទានបរិច្ចាគទ្រព្យសម្បត្តិដែលចំណេញចិត្តទាំងអស់ហ្នឹងគឺឲ្យទៅប្រជាជនក្រីក្រអ្នកខ្វះខាតដោយអ្នកទាំងពីរក៏បានបង្កើតជាការងារបង្កើតជាមុខរបរឲ្យអ្នកស្រុកអ្នកភូមិធ្វើជាហូរហៀពុំដែលខ្វះចឹងរហូតមកទល់សម័យបច្ចុប្បន្នក៏លោកទាំងពីរក៏នៅតែមានជាក្រុមងារជាដង្ខៅគោដង្ខៅក្របីដដែលគំនិតអប់រំនៅក្នុងរឿងនេះគឺកុំមើលមនុស្សតែសម្បកក្រៅត្រូវស្គាល់ពីចិត្តគំនិតត្រូវស្គាល់ពីអាកប្បកិរិយាត្រូវស្គាល់ពីទុក្ខធុរៈរបស់ប្រជាជនរបស់អ្នកក្រអ្នកស្រុកអ្នកភូមិទាំងអស់ចឹងយើងត្រូវតែមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកហើយនៅក្នុងរឿងនេះផងដែរបរិះទី1គាត់រីកចម្រើនបានក៏
អាស្រ័យទៅលើមុខរបរចងការដែលមានការប្រតិបសម្រុំដែលធ្វើឲ្យប្រជាជនគាត់មានលទ្ធភាពក្នុងការបង់សងក្នុងការទូទាត់ថ្លៃជូនគាត់វិញហើយមួយទៀតគឺដោយសារវិស័យកសិកម្មវិស័យចិញ្ចឹមមាន់ចិញ្ចឹមទាចិញ្ចឹមសត្វគោសត្វក្បីអីលាក់នឹងលាក់អញ្ចឹងទៅហើយប្រទេសយើងសប្តាហ៍ថ្ងៃក៏ពឹងផ្អែកទៅលើវិស័យកសិកម្មជាធំអញ្ចឹងវិស័យកសិកម្មបើសិនជាអឺមានតម្លៃសមរម្យអាចធ្វើឲ្យប្រជាជនអាចធ្វើឲ្យកសិករទាំងអស់គាត់ទូទាត់ថ្លៃដើមថ្លៃចំណាយផ្សេងហើយនឹងសល់តិចតួចគឺគាត់សប្បាយចិត្តណាស់ហើយគឺកុំអោយទៅខាតហើយម្យ៉ាងទៀតថ្លៃជីថ្លៃថ្នាំសង្កូវផ្សេងបើសិនជាមានតម្លៃរាំងទាបសមរម្យក៏កសិករយើងក៏ចំណេញប្រទេសជាតិរបស់យើងក៏រីកចម្រើនទៅមុខជាលំដាប់ប៉ុន្តែរាល់ថ្ងៃនេះគឺថ្លៃជីឡើងថ្លៃខ្ពស់ថ្លៃថ្នាំថែមថ្លៃលើសដើមហើយគប់ផ្សំជាមួយនឹងគុណភាពមិនសូវជាល្អទៀតបាញ់ថ្នាំបាញ់អីអត់សូវងាប់អត់សូវនិយាយរួមទៅគឺអត់មានគុណភាពតែម្ដងចឹងធ្វើឲ្យប្រជាជនកសិករយើងរាល់ថ្ងៃគឺយ៉ាប់តែម្ដងយ៉ាប់ត្រង់ថាចំណាយថ្លៃដើមច្រើនទំនិញវាថោកដល់អញ្ចឹងទៅប្រជាជនមួយហ្នឹងគឺជាពាក់តែធនាគារជាពាក់តែបំណុលគេសងគេមិនរួចចឹងធ្វើឲ្យអ្នកខ្លះគាត់ចំណាក់ស្រុកគាត់ទៅរកស៊ីនៅប្រទេសក្រៅដូចជាប្រទេសអ្នកជិតខាងយើងជាដើមអញ្ចឹង